បងប្អូនអើយមកឃើញច្បាស់នឹងភ្នែកចេះបានដឹងថាផ្លែនេះល្អខ្លាំងមែនទែនហ្មងសំខាន់មិនងាយណាបានមកលេងប្រាសាទឲ្យមកចំពេលផ្លែឈើព្រៃបែបនេះហ៎បងប្អូនផ្លែហ្នឹងឃើញគេលក់ច្រើនខ្លាំងណាស់គឺដល់ចង់រនិករណោកមកទៅក្រហមឆ្អិនឆ្អៅគួរឲ្យចង់ញ៉ាំខ្លាំងណាស់ខេត្តសៀមរាបនិយាយទៅខ្ញុំគុំខ្លាំងមែនទែនឲ្យតំដល់ខេត្តសៀមរាបដឹងតែ100ខាងផ្លែឈើព្រៃដោយសារផ្លែឈើព្រៃសម្បូរបែបច្រើនមុខមែនទែនអាផ្លែខ្លះយើងអត់សូវស្គាល់ផងបងប្អូនមកថាផ្លែខាងនេះវិញមើលបងប្អូនល្អមើលណាហើយក៏ចង់ជាកោមចេះមិញសួរគាត់ដែរហើយបានភ្លក់ដែរបងប្អូនតែបានញ៉ាំលើកទី1ទេខ្ញុំជឿជាក់ថាបងប្អូនខ្លះហើយជាអត់តស្គាល់បងប្អូនខ្លះក៏ស្គាល់ធ្លាប់បានញ៉ាំទៀតហើយឥឡូវនេះគឺដល់រដូវកាលហើយខាងខេត្តសៀមរាបជីមកតាមផ្លូវទៅអង្គរនេះគឺថាឃើញគេមានលក់ចេះមានតាំងពីសម័យព្រៃទៀតបងប្អូននេះខាងនេះសម័យព្រៃមាន2ពណ៌ឃើញពណ៌លឿងផងពណ៌រៀងទឹកក្រូចនេះផងបងប្អូនហើយអាផ្លែនេះគេហៅថាផ្លែត្រៀលហ្នឹងឯងបងប្អូននេះល្បីខ្លាំងមែនទែនក្នុង Facebook ឥឡូវឃើញផ្លែត្រៀលនេះដោយសារតែដល់រដូវកាលគេដែរហើយអានេះជូរៀងជ្លក់អំបិលបន្តិចទៅដល់ត្រូវហ្មងបងប្អូនហើយនេះតបែកម្រេចវិញសួរបងជម្រាបសួរបងសុំថតជាវីដេអូបន្តិចឯងដោយសារតែមកដល់នេះឃើញផ្លែឈើចងជាកោមចេះផ្លែឈើព្រៃទាំងអស់ណាបងខាងនេះចាសុំបងអានេះផ្លែត្រៀលចឹងណានេះគេទិញទៅមានអំបិលបន្តិចឲ្យគេចាមានហើយមកជាកោមនេះប៉ុន្មានដែរបង6000នេះបងប្អូនអាចជាប៉ុន្មានគីឡូបងជិះ1គីឡូអត់1គីឡូជាងអូហ្នឹងច្រើនដែរណាបង6000ទេបងប្អូនចាំមើលខ្ញុំទិញយកទៅសាដោយសារតែដែរបានញ៉ាំទេបងលើកទី1ហើយមិញភ្លក់ហើយឆ្ងាញ់បងប្អូនជូអញ្ចឹងទៅអានេះត្រាំជាមួយនឹងគ្រាប់ត្រពាំងបាយជូសិតតែផ្លែឈើព្រៃបងប្អូនស្រស់ហើយយកមកត្រាំស្រាបែបនេះបងប្អូនអានេះជំនួយអីគេបងញ៉ាំទៅអានេះឆ្អឹងឈឺឆ្អឹងឈឺឆ្អែកឈឺចង្កេះអូយឲ្យក្តៅដល់ផ្លែឈឺឆ្អឹងឈឺឆ្អែកអីហ្នឹងយើងបាត់ចានេះគ្រាប់អីគេដែរបងគ្រាប់កកគ្រាប់កកចាអានេះយកញ៉ាំដែរអត់ទេអានេះគេយកទៅដាំតែអូនដាំតែចាដាំជំនួសតែចាបងប្អូនអធិស្ឋានដោយសារតែអត់សូវស្គាល់អញ្ចឹងសួរគាត់ជាក់ស្ដែងទៅហ្នឹងហ្មងដោយសារតែយើងឃើញយើងសួរអីគេយកទៅធ្វើតែទេដាំតែដាំអីអញ្ចឹងណាបងប្អូនគ្រាប់កកហើយនេះផ្លែច្បក់យើងលីងហើយយើងញ៉ាំបងប្អូនក្តៅតែម្ដងថ្មីនេះអានេះខែនេះនៅខាងខេត្តសៀមរាបសម្បូរទៅដោយផ្លែឈើព្រៃផ្លែឈើអីដែលកម្រយើងបានឃើញមែនទែនសម្បីតែដើមវាជួនកាលយើងអត់ស្គាល់ទេបងប្អូនដូចជាខ្ញុំដូចជាសាម៉ៅព្រៃត្រពាំងបាយជូព្រៃផ្លែត្រៀលផ្លែអីហ្នឹងឯងបងប្អូនសម្បីតែដើមវាយើងមិនដែលបានឃើញផងហើយបើសម្រាប់ខ្ញុំវិញខេត្តសៀមរាបមកញឹកដែរប៉ុន្តែដែលបានឃើញទស្សនវិជ្ជាបែបនេះទេមកលើកនេះហើយដែលបានឃើញទស្សនវិជ្ជាគេលក់ផ្លែឈើព្រៃគួរឲ្យចង់យើងចូលទិញចង់ភ្លក់រសជាតិឲ្យដឹងស្គាល់រសជាតិទាំងអស់គ្នាបងប្អូនកុំរំលងអានេះអីគេបងកទួតព្រៃ1គីឡូប៉ុន្មានបង3000ចានេះមានតាំងពីកទួតមានតាំងពីអីចឹងបងប្អូននេះផ្លែសមហើយតបែកអីចឹងទៅនេះបោះស្រុកយើងណាបង